សំឡេងបុកខីងដែលធ្វើឲ្យអ្នករត់តាក់ស៊ីម្នាក់ភ័យរន្ធត់នៅក្នុងទីក្រុង Gander ដ៏អ៊ូអូចំពេលដែលមានចរាចរណ៍កកស្ទះមានអ្នកបើកតាក់ស៊ីម្នាក់ឈ្មោះ Ashok គាត់បានធ្វើដំណើរនៅតាមផ្លូវ Lady Run ទាំងថ្ងៃទាំងយប់នៅក្រោមអគារដ៏រឹងមាំមួយ Ashok បានលាក់អាចកំបាំងដ៏រសើបមួយដែលជាអាចកំបាំងដែលនឹងលងគាត់ជារៀងរហូតវាបានចាប់ផ្ដើមនៅយប់ដែលមិនមានព្រះច័ន្ទនៅពេលដែល Ashok បានទទួលការហៅទូរស័ព្ទសម្រាប់ការកក់រថយន្ត pick up ទៅកន្លែងដាច់ស្រយាលនៃទីក្រុងមានសំឡេងល្វីៗតាមទ្វារឡានរបស់គាត់ធ្វើឲ្យគាត់ញ័រព្រឺឆ្អឹងខ្នងប៉ុន្តែគាត់បានរំសាយអារម្មណ៍មិនស្រួលនោះចេញដោយចាត់ទុកថាគាត់ប្រហែលជាអស់កម្លាំងខ្លាំងពេកពេលទៅដល់ទីតាំងដែលបានកំណត់នោះ Ashok បានឃើញខ្លួនឯងនៅពីមុខវិមានចាស់មួយដ៏ទ្រុឌទ្រោមដែលគ្របដណ្ដប់ទៅដោយភាពងងឹតខ្យល់ខ្លាំងដោយភាពស្ងៀមស្ងាត់សត្វទីទុយកំពុងសម្លឹងមកគាត់ដោយមិនអើពើនឹងកណ្ដឹងប្រមានដែលបន្លឺឡើងនៅក្នុងចិត្តរបស់គាត់ Ashok បានដើរចេញពីតាក់ស៊ីរបស់គាត់ហើយចូលទៅជិតសំណង់ចាស់នោះរូបភាពលេចចេញពីស្រមោលស្ត្រីម្នាក់ស្លៀករ៉ូប្រហែលមុខរបស់នាងត្រូវបានបិទបាំងដោយក្រណាសដោយមិននិយាយអ្វីមួយម៉ាត់នាងបានឡើងទៅលើកៅអីខាងក្រោយនៃតាក់ស៊ីរបស់ Ashok វត្តមានរបស់នាងបានធ្វើឲ្យមានភាពត្រជាក់នៅក្នុងឡាននៅពេលដែលគេចាប់ផ្ដើមធ្វើដំណើររបស់ពួកគេ Ashok សម្លឹងទៅស្ត្រីនោះគឺនៅស្ងៀមនាងសម្លឹងមើលទៅផ្លូវខាងមុខប៉ុន្តែ Ashok មានអារម្មណ៍ថាមានអ្វីមួយដែលកំពុងលាក់ខ្លួននៅពីក្រោយគាត់នៅពេលដែលគាត់ធ្វើដំណើរកាត់តាមផ្លូវដែលស្ងាត់ជ្រងំហេតុការណ៍ចម្លែកបានចាប់ផ្ដើមកើតឡើងស្រមោលរំនៅបរិវេណខាងមុខ Ashok ហើយសំឡេងខ្សឹបខ្សៀវបានបន្លឺឡើងតាមច្រកទ្វារនៃតាក់ស៊ីដែលជាពាក្យសម្ដីដែលគេមិនអាចយល់បានប៉ុន្តែជាការគំរាមកំហែងដែលមិនអាចប្រកែកបានដោយអស់សង្ឃឹមក្នុងការបំបែកភាពស្ងប់ស្ងាត់ Ashok ព្យាយាមនិយាយជាមួយនឹងនារីនោះប៉ុន្តែនាងបន្តនៅស្ងៀមភ្នែករបស់នាងមិនខ្វល់ពីភាពចលាចលឡើយមិនយូរប៉ុន្មានមុនពេលដែលពួកគេទៅដល់គោលដៅរបស់ពួកគេនៅទីបញ្ចុះសពដ៏ស្ងាត់ជ្រងំនៅជាយក្រុងស្ត្រីនោះបានប្រាប់ Ashok ថាឲ្យរងចាំគណៈពេលនោះនាងក៏បានបាត់ដេកក្នុងភាពងងឹតដោយមិនងាកក្រោយដែលទុកចោលឲ្យគាត់នៅតែម្នាក់ឯងជាមួយនឹងភាពមិនសប្បាយចិត្ត Ashok បានคล้ายទៅជាភាពរន្ធត់យ៉ាងពេញទំហឹងខណៈដែលនាទីបានអស់ម្លាយជាច្រើនម៉ោងពេលវេលាហាក់បីដូចជាវិលវល់ភាពងងឹតចូលមកដល់គ្រប់ទិសទីធ្វើឲ្យគាត់មានអារម្មណ៍ថាថោកដង្ហើមយ៉ាងខ្លាំងខណៈនោះ Ashok មានអារម្មណ៍មិនស្រួលក៏ជារត់គេចខ្លួនស្ត្រីនោះក៏លេចមុខឡើងវិញលក្ខណៈពិសេសរបស់នាងបានប្រែទៅជាកំហឹងដោយគ្មានពាក្យមួយម៉ាត់នាងបានឡើងទៅលើតាក់ស៊ីវិញចលនារបស់នាងដូចជាញ័រនិងខុសពីប្រក្រតីនៅពេលដែលពួកគេរត់ចេញពីទីបញ្ចុះសពបេះដូងរបស់ Ashok លូតញាប់នៅក្នុងទ្រូងរបស់គាត់ចិត្តរបស់គាត់វិលវល់ដោយការភ័យខ្លាចនិងច្របូកច្របល់ផ្លូវមានព្រិលជាមួយនឹងអាប់នៅចង្កៀងខាងមុខនិងស្រមោលពិភពលោកនេះមើលទៅហាក់បីដូចជាคล้ายទៅជាសុបិនអាក្រក់មួយរំពេចនោះស្ត្រីនោះបាននិយាយពាក្យមួយម៉ាត់គត់ដែលធ្វើឲ្យព្រឺចង់ខ្នង Ashok នាងបានខ្សឹបប្រាប់ថាផ្ទះសំឡេងរបស់នាងមានការគំរាមកំហែងជាមួយនឹងអារម្មណ៍លេចនៅក្នុងរណ្ដៅរបស់គាត់ Ashok ដឹងថាគាត់លែងគ្រប់គ្រងស្ថានភាពបានទៀតហើយតាក់ស៊ីបានបុកខីងពេញមួយយប់ដោយមិនស្គាល់ទិសដៅនៅពេលដែលពួកគេចូលទៅជិតដល់ជ័យក្រុងភាពភ័យខ្លាចដ៏អាក្រក់បំផុតរបស់ Ashok ត្រូវបានដឹងអត្តសញ្ញាណពិតរបស់ស្ត្រីនោះត្រូវបានបង្ហាញរូបរាងជាខ្មោចនៅក្នុងភាពងងឹតនាងគឺជាវិញ្ញាណសងសឹកចងភ្ជាប់ទៅនឹងពិភពជីវិតដែលមិនទាន់ដាច់ស្រឡះជាមួយនឹងការស្រែកដ៏សាហាវចុងក្រោយរបស់ស្ត្រីនោះក៏បានបាត់ខ្លួនទាំងយប់ដោយទុកឲ្យ Ashok នៅតែម្នាក់ឯងហើយញ័រខ្លួនញ័រប្រានៅក្នុងតាក់ស៊ីរបស់គាត់សំឡេងសើចរបស់នាងបានបន្លឺឡើងលើអាកាសដែលជាការរំលឹកដល់ភាពរន្ធត់
ដែលលោកបានឃើញចាប់ពីពេលនោះមកអសោកបានស្បត់ថាមិននិយាយអំពីទុក្ខវេទនាដ៏អាក្រក់ដែលលោកបានស៊ូទ្រាំនោះទេវាជារឿងដ៏គួរឲ្យរន្ធត់ដែលមិនអាចជឿបានតែវាពិតជាមិនអាចបំភ្លេចបានហើយនៅពេលដែលគាត់បានបើកឡានឆ្លងកាត់ផ្លូវនៃកាន់ធើគាត់មិនអាចធ្វើអារម្មណ៍បានទេវិញ្ញាណសងសឹកនៃរឿងដ៏រន្ធត់ពិតរបស់អ្នករត់តាក់ស៊ីនៅតែលាក់ខ្លួននៅក្នុងស្រមោលដែលរងចាំជនរងគ្រោះបន្ទាប់របស់វាបើបងប្អូនមានសាច់រឿងដែលចង់ចែករំលែកបងប្អូនអាចផ្ញើមកកាន់យើងខ្ញុំបានយើងខ្ញុំនឹងបកស្រាយជូនបងប្អូនទាំងអស់គ្នាបានស្ដាប់អរគុណសម្រាប់ការតាមដានស្ដាប់របស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ